កម្ពុជាថាថៃមិនគួរណាយកលេសរឿងព្រំដែនសមុទ្រមកបិទផ្លូវចរចារឿងព្រំដែនគោកជាមួយនឹងកម្ពុជានោះទេក៏ប៉ុន្តែកម្ពុជានៅតែមិនព្រមប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិឬក៏ព្រហ្មទណ្ឌអន្តរជាតិបាទរឿងនេះគឺយ៉ាងម៉េចទៅវិញបងប្អូនតាមពិតដូចជាអាយ៉ៃឆ្លើយឆ្លងគ្នាចឹងបងប្អូនដឹងហើយប្រហែលថ្ងៃនេះគឺពេលដែលលោកសៀស័កភួងកេតកៅដែលជារដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកសំទោសក្រសួងការបរទេសថៃកាលពីម្សិលមិញគឺបានចេញសេចក្តីថ្លែងការណ៍តាមពិតជាសារមួយដែលមិនមែនជារឿងអីប្លែកប្រហែលដែរទេដោយសារតែខាងភាគីថៃក៏បានបញ្ជាក់ម្ដងហើយម្ដងទៀតរឿងណែថាឈប់ចរចាជាមួយកម្ពុជាហើយដោយសារតែយកលេសថាកម្ពុជាបានយកយន្តការអាជ្ញាកណ្ដាលតាក់ទងនឹងរឿងព្រំដែនសមុទ្រឬក៏UNCLOS នោះយកមកទៅហើយដូច្នេះគេគិតថាហើយបើជ្រុលតែអញ្ចឹងទៅហើយគឺអ្វីផ្សេងទៀតហ្នឹងក៏ចាប់ផ្ដើមប្រើយន្តការអាជ្ញាកណ្ដាលហ្នឹងដែរទៅជាជាងការចរចាទ្វេភាគីបានប្រយោជន៍អីបើកម្ពុជាជ្រើសរើសផ្លូវហ្នឹងក៏ប៉ុន្តែអ្នកដែលដាក់អន្ទាក់ឬក៏ផ្កាននងដំបងហ្នឹងគឺថៃទេព្រោះថៃមានរឿងព្រំដែនគោកជាមួយខ្មែរមានកិច្ចព្រមព្រៀងមួយគឺសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃឆ្នាំ2025ថ្ងៃទី27ខែធ្នូហ្នឹងគឺតកតងនឹងការវាស់វែងព្រំដែនដែរប្រើយន្តការ JBC អីអញ្ចឹងទៅក៏ប៉ុន្តែថៃក៏បានដឹងដែរថាបើវាស់វែងព្រំដែនហ្នឹងគឺអាចចាញ់ប្រៀបខ្មែរច្រើនដោយសារតែរឿងផែនទីខ្នាតលើ1-200,000ដែលជាផែនទីឧបសម្ព័ន្ធនៅក្នុងសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904និង1907ព្រោះអាសន្ធិសញ្ញាបារាំងសៀមនេះគឺត្រូវបានតុលាការយុត្តិធម៌អន្តរជាតិ ICJ យកមកធ្វើជាឯកសារយោងសម្រាប់កាត់ក្តីរឿងព្រះវិហារឲ្យខ្មែរឈ្នះ2លើករួចទៅហើយដូច្នេះថៃក៏ដឹងច្បាស់ដែរថាបើសិនជាប្រើយន្តការ JBC ហើយបើប្រើយន្តការកិច្ចព្រមព្រៀងឬក៏សន្ធិសញ្ញាបារាំងសៀមប្រើផែនទីខ្នាត1លើ200,000នេះច្បាស់ណាស់គឺដីដែលថៃវាយបាននេះអាចនឹងបានឲ្យកម្ពុជាវិញហើយពិបាកតតាំងទៅទៀតដូច្នេះដើម្បីបិទផ្លូវចរចាគឺត្រូវតែរកលេសគ្រប់រឿងបាទរកលេសគ្រប់រឿងហ្នឹងគឺរកលេសថាមិនបង្កើតគណៈកម្មការ JBC ថ្មីមិនចាប់ផ្ដើមវាស់វែងទេបង្កឲ្យមានបញ្ហាអសន្តិសុខតាមព្រំដែនហ្នឹងសម្បោចក្នុងខោរហូតរាយបលាលួសដាក់កុងតឺន័រដាក់អីអញ្ចឹងទៅដើម្បីធ្វើឲ្យកម្ពុជានឹងគឺថាកពុលមុខរាល់ថ្ងៃដោះស្រាយតែរឿងបលាលួសរឿងអីចឹងទៅវិលក្បងទៅវិញទៅមកទៅអារឿងចរចាវាស់បកគោលអីហ្នឹងក៏អត់មានដែរនិយាយទៅវាស់ដីអត់មានតែបើថៃយកដីទៅចែកឲ្យថៃធ្វើប្លង់កម្មសិទ្ធិដីធ្លីឬអីនឹងថៃធ្វើចុះបញ្ជីប្រាសាទខ្មែរជាបេតិកភណ្ឌជាតិរបស់ថៃអានឹងថៃធ្វើយកមនុស្សមកសែនព្រេនរៀបចំពិធីធំនៅប្រាសាទតាមាន់ធំប្រាសាទតាកបីអានឹងថៃធ្វើប៉ុន្តែដែលមកចាប់ផ្ដើមចរចាព្រំដែនគឺថៃអត់ធ្វើដោយសារថៃយកហេតុផលមួយថាបញ្ហាព្រំដែននេះអត់បាច់ចរចាអីតទៅទៀតទេព្រោះអីសំអាងទៅលើអាបត់ឈប់បាញ់ហ្នឹងមានកិច្ចព្រមព្រៀងដែលមានមាត្រាមួយដែលចែងថាអ្នកណានៅណាអ្នកនៅហ្នឹងហើយជាការពិតគឺអ្នកណានៅហ្នឹងថៃយកលេសអាហ្នឹងមួយទៅឥឡូវនេះដោយសារកម្ពុជាចិត្តទៅជំរុញឲ្យថៃម្ដងហើយម្ដងទៀតរៀបចំគណៈកម្មការ JBC នឹងមកជួបចរចាវាស់វែងដីទៅដើម្បីខ្មែរសង្ឃឹមថាបានម្ដុំពីរមកវិញមិនអត់សោះទេនេះគឺជាក្តីសង្ឃឹមរបស់រដ្ឋាភិបាលកម្ពុជាព្រោះអាយន្តការចរចាហ្នឹងគឺកម្ពុជាបានច្បាស់ក្នុងចិត្តហើយថាបើចរចាលោកហ៊ុនម៉ាណែតនិយាយឲ្យថាឲ្យតែមានលទ្ធភាពចរចាត្រឹមតែ 1% ឬក៏វាស់វែងឱកាសត្រឹមតែ 1% ក៏អាចនឹងសង្ឃឹមថាបានដីខ្លះមកវិញដែរហើយអារឿងសង្ឃឹមបានប្រមាណអត់ដឹងឯងបានមកវិញនេះគឺក្នុងន័យថាវាស់ទៅបាននរណានៅនឹងពួកអីលោកប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាក៏ធ្លាប់បានបញ្ជាក់ជាញយដងហើយថាវាស់ទៅវាស់បានប្រមាណក៏សុកចិត្តឲ្យគេអញ្ចឹងទៅព្រោះឲ្យតែត្រូវតាមការវាស់ជាក់ស្ដែងតាមដីជាក់ស្ដែងនឹងអញ្ចឹងមិនប្រកែកមិនប៉ុណ្ណឹងអីទេប៉ុណ្ណឹងហើយនៅតែថៃមិនព្រមធ្វើតាមនេះបាទលោកអ្វីដែលលោកប្រាក់សុខុនធ្លាប់និយាយឲ្យអង្វរគេប៉ុណ្ណឹងហើយក៏នៅតែគេមិនព្រមធ្វើតាមបានប្រមាណឲ្យថៃប៉ុណ្ណឹងក៏ថៃមិនព្រមយកចង់យកទាំងអស់អីអញ្ចឹងទៅតាមពិតដីទាំងអស់ដែលថៃគ្រប់គ្រងនេះគឺជាដីខ្មែរទេព្រោះអីដីនេះអត់ដែលជាកម្មសិទ្ធិរបស់ថៃពីអង្កលមកទេគឺដីខ្មែរទាំងអស់គ្រាន់តែខ្មែរមិនមានលទ្ធភាពទប់កុំឲ្យថៃវាយជ្រៀត
ទន្ទ្រានឈ្លានពានយកដីយើងបានហ្នឹងអាហ្នឹងដល់ពេលអញ្ចឹងយើងចាប់ផ្ដើមសុំចរចាអង្វរគេយកបានប្រមាណយកប៉ុណ្ណឹងវាស់ប្រមាណវាស់ប៉ុណ្ណឹងយើងយកដីយើងទៅឲ្យថៃវាស់ហើយដើម្បីឲ្យថៃចែកយកចំណែករបស់ថៃវាអត់មានត្រូវចរចាអីទាំងអស់និយាយមែនតើអារឿងព្រំដែនខ្មែរថៃនេះព្រោះអីដីខ្មែរតាតំបន់ភូមិជោគជ័យភូមិព្រៃច័ន្ទហ្នឹងខ្មែរនៅ30-40ឆ្នាំហើយហ្នឹងមានរឿងអីត្រូវទៅវាស់ចែកជាមួយថៃខ្ញុំពងតែឆ្ងល់ដែរអត់មានរឿងអីមកចរចារឿងដីនឹងត្រូវឲ្យបានថៃប្រាសាទតាមាន់ធំក៏តែអញ្ចឹងប្រាសាទតាកបីប្រាសាទខ្នាក៏តែអញ្ចឹងតែហ៊ានខ្មែរនៅឈរជើងរាប់ឆ្នាំហើយហ្នឹងតែថៃមកវាយយកបានក្នុងឆ្នាំ2025ហ្នឹងនៅពេលដែលខ្មែរយើងបាច់បាក់ខ្លាំងហើយដល់ពេលហើយឥឡូវទៅចរចាចែកដីខ្មែរជាមួយថៃវាអត់មានចំណែកថៃសំបីតែប៉ុន1មីលីម៉ែត្រណាទេព្រោះអីដីទាំងអស់ហ្នឹងវាដីខ្មែរយើងគ្រប់គ្រងយូរមកហើយហ្នឹងខ្មែរយើងឯណាទៅដែលមានលទ្ធភាពទៅឈ្លានពានថៃទៅដណ្ដើមពីថៃពីណាមកអត់បានទេមេដឹកនាំជំនាន់ណាក៏ដូចជំនាន់ណាដែរអត់ដែលបានចំណេញដីពីបរទេសណាសំបីតែ1មីលីម៉ែត្រមានតែបាត់ដីទៅឲ្យគេអាហ្នឹងមានហើយដល់ពេលអញ្ចឹងអារបស់យើងដែលបាត់អស់73ដុំហ្នឹងគឺជាដីខ្មែរតាហេតុអីបានជាយើងចរចាចែកដីខ្មែរហើយហេតុអីបានជាចរចាចែកដីខ្មែរបានប្រមាណក៏យើងយកគេបានប្រមាណក៏គេយកណែវាទៅជាចេះវិញអាដីខ្លួនឯងហ្នឹងចែកទៅបានប្រមាណគេយកបានប្រមាណគេបានប្រមាណយើងយកតាមហ្នឹងទៅឥឡូវគេមិនព្រមទៅទៀតសំបីតាអង្វរហើយចឹងបានថាអានេះវាដូចរឿងកំ pl ែងចឹងបងប្អូនតែថាគេមកនៅដីយើងដូចថាមកនៅដីយើងអញ្ចឹងទៅដល់ពេលហើយស្រាប់តែមកចរចាសុំចែកដីហ្នឹងឬក៏សុំយកទាំងអស់តែម្ដងអាដីម្ចាស់ដើមហ្នឹងគឺយើងជាម្ចាស់ប្លង់កម្មសិទ្ធិមានប្លង់រឹងទៀតឥឡូវទៅឲ្យអ្នកដែលមកនៅក្នុងដីយើងមកដណ្ដើមមកវាទីហ្នឹងគឺមកចង់ហួងហែងហើយចាប់ផ្ដើមចាត់ចែងហើយយើងសុំអង្វរគេចែកយកប្រមាណយកបន្តិចក៏បានអាម្ចាស់ខ្លួនឯងឥឡូវហ្នឹងសុំអង្វរគេយកបានប្រមាណក៏បានដែរកុំឲ្យតែអត់សោះណែវាទៅជាចេះទៅវិញអាហ្នឹងឲ្យបានថៃខូចហ្នឹងគឺដឹងថាបើចរចាព្រំដែនគោកហ្នឹងប្រើអាយន្តការ JBC បើប្រើផែនទីខ្នាត1លើ200,000ក៏ថៃចាញ់អញ្ចឹងថៃក៏ចាប់ផ្ដើមប្រកាសថាទី1មិនទទួលផែនទីហ្នឹងទេគឺយកផែនទី1លើ50,000គូសដោយឯកតោភាគីលោកអនុទិនច័ន្ទវរៈកុលផ្សាយនឹងប្រមាណសាយចង់ឡាស្អកកឯហ្នឹងរួចទៅបានជាគេប្រើយន្តការមួយដើម្បីពវាងឲ្យកម្ពុជាទាល់ច្រកគឺទៅបើកអាច្រកមួយទៀតនៅដែនសមុទ្រឲ្យកម្ពុជាវល់ហើយដែនសមុទ្រហ្នឹងគឺអីគឺការលុប MOU 2001និយាយអំពីការគ្រប់គ្រងដែនសមុទ្រត្រួតស៊ីគ្នា26,000គីឡូម៉ែត្រក្រឡារួមទាំងកោះគុតផងដូច្នេះនៅពេលដែលថៃចាប់ផ្ដើមបើកកកាយរឿងព្រំដែនសមុទ្រគឺបានន័យថាថៃចាប់ផ្ដើមប្រើ classic តាក់ទិកគឺជាកលយុទ្ធឬក៏តាក់ទិកគេហៅថាល្បិចស្នៀតបែប classic បែបដូចថាបើមានរឿងអីធំនៅបាងកកយកមកដុតនៅព្រះវិហារឥឡូវមានរឿងអីនៅទល់ដែនថៃយកអស់73កន្លែងយកទៅដុតនៅព្រំដែនសមុទ្រឯណាដែលអត់មានរឿងសោះ25ឆ្នាំអត់ដែលមានរឿងអីសោះមិនថាអត់ដែលមានរឿងអីសោះវាអត់ដែលត្រូវគ្នាសោះដែរវាអត់មានដុំកពួនអីទេ25ឆ្នាំមាន MOU 2001ហ្នឹងគឺអត់ដែលបានដុំកំពួនអីទេខ្មែរមិនដែលខួងបានប្រេងបានស្អីទេឆ្លោះតែគ្នាបើអត់ក៏ល្អដែរក៏ប៉ុន្តែថៃដឹងថាកម្ពុជាបើសិនជាថៃលុបអា MOU 2001ហ្នឹងច្បាស់ជាលុតទុំផ្កាននងរបស់ថៃនឹងហើយដែលដាក់ញៀងផ្លែប្រវក់អត់មាននុយនឹងហើយតែលូតចូលអាហ្នឹងធម្មតាតែចូលទៅអាយន្តការ UNCLOS គឺបានន័យថាយន្តការទៅរកភាគីទី3មកពឹងពាក់ដើម្បីដោះស្រាយបញ្ហាទ្វេភាគីនៅពេលនោះឯងដែលថៃមានលេសមិនចាំបាច់ចរចាព្រំដែនគោកទេព្រោះអីយើងទៅហក់ទុំយកអាយន្តការទ្វេភាគីទី3នៅ UNCLOS តែអត់តាន់មានរឿងនោះហើយកម្ពុជាចង់មិនចង់ត្រូវតែលុតទុំអាហ្នឹងដោយសារតែខ្លួនមានបញ្ហាមួយគឺត្រូវការឧស្ម័ននឹងប្រេងដើម្បីសង្ឃឹមថាបើចរចាអាព្រំដែនសមុទ្រហ្នឹងបានដីបានអីដើម្បីយើងខួងយករ៉ែយកប្រេងទៅមកជួយផ្គត់ផ្គង់សេដ្ឋកិច្ចដែលកំពុងដាបថៃក៏ដឹងចំណុចខ្សោយរបស់កម្ពុជាកន្លែងហ្នឹងដែរអញ្ចឹងចង់កម្ពុជាក៏អត់អាចនឹងនៅស្ងៀមកើតដែរគេនឹងរិះគន់ងាប់ហើយបើថៃលុប MOU 2001ចោលខ្មែរអត់តវ៉ាក៏រឿងដែរគ្រាន់តែថាការតវ៉ានេះ
គឺនៅពេលដែលយើងប្រើយន្តការអាជ្ញាកណ្ដាលគឺចូលលបែងថៃតែប៉ុណ្្នឹងឯងឥឡូវចូលលបែងថៃម្សិលមិញសៀសៈភួងកេតកៅរដ្ឋមន្ត្រីក្រសួងការបរទេសថៃក៏ថាដោយសារតែកម្ពុជាយកយន្តការចរចាទ្វេភាគីមិនបានបែរទៅជាពឹងក្រុមប្រឹក្សាអាជ្ញាកណ្ដាលឬក៏យន្តការផ្សះផ្សាដោយកាតព្វកិច្ចដែលតម្រូវឲ្យកម្ពុជាមានរើសអ្នកជំនាញឯកទេសកិច្ចការព្រំដែនសមុទ្រ2នាក់ថៃរើស2នាក់រើសប្រធានម្នាក់ហើយសម្របសម្រួលទៅគឺបានន័យផុតពីដៃថៃផុតពីដៃខ្មែរទៅរកអាជ្ញាកណ្ដាលមួយចឹងថៃប្រាប់ថាបើរឿងសមុទ្រយើងមិនអាចនឹងនិយាយគ្នាបានផងចឹងរឿងព្រំដែនគោកក៏យើងអត់បាច់និយាយគ្នាអីដែរបិទផ្លូវចរចាត្រឹមហ្នឹងតាមពិតបិទយូរហើយតាំងពីអនុទិនច័ន្ទវរៈកុលឡើងជានាយករដ្ឋមន្ត្រីមកក៏ថាបិទផ្លូវចរចាតែទើបម្សិលមិញនេះរដ្ឋមន្ត្រីការបរទេសថៃបញ្ជាក់ជំហរតាមក្រោយម្ដងទៀតក្រោយភាគីកម្ពុជាផ្ញើកំណត់ទូតទៅប្រទេសថៃ9លើកហើយបាទ9លើកផ្ញើទៅដើម្បីឲ្យគេរៀបចំគណៈកម្មការ JBC តែថៃកិច្ចរហូតដល់កិច្ចគាត់ក៏ប្រើពាក្យថាឈប់ដោះស្រាយបញ្ហាព្រំដែនគោកដោយសារកម្ពុជាជ្រើសរើសយកអាជ្ញាកណ្ដាលតែមិនជ្រើសរើសទ្វេភាគីដែលថៃគេអះអាងប្រាប់សហគមន៍អន្តរជាតិថាគេចង់បានតែទ្វេភាគីមកយោក៏ប៉ុន្តែថៃហ្នឹងក៏ពេលខ្លះភ្លីភ្លើខ្លួនឯងទេគ្មានអន្តរជាតិឯណាគេទៅជឿថៃឈួតអញ្ចឹងទេព្រោះអីតែយើងចង់ឲ្យគេចរចាទ្វេភាគីចុះហេតុអីបានទៅលុប MOU 2001នឹងចោលខែណាហ្នឹងជាយន្តការចរចាទ្វេភាគីតែល្បិចរបស់ថៃហ្នឹងគឺធ្វើដើម្បីឲ្យខ្មែរចូលទៅប្រើយន្តការអាជ្ញាកណ្ដាលដែលផុតពីទ្វេភាគីបានន័យថាថៃខ្លួនឯងក៏បោះនុយដើម្បីបំផ្លាញឈប់ឲ្យចរចាទ្វេភាគីកើតអីត្រូវរកអាជ្ញាកណ្ដាលដដែលតែដល់ពេលកម្ពុជាលោតទៅមករករឿងកម្ពុជារឿងព្រំដែនគោកថៃអត់ខ្មាស់អន្តរជាតិសោះកន្លែងហ្នឹងស្មានតែអន្តរជាតិគេល្ងងឬយ៉ាងម៉េចគេមិនដឹងតែយើងធ្វើអញ្ចឹងគេដឹងថាយើងផ្ដេសផ្ដាស់ដែរតែថៃអត់ខ្វល់ទេបងប្អូនផ្ដេសផ្ដាស់ថៃធ្វើជាល្ងង10គុតតែបានដីខ្មែរ73កន្លែងដោយសារការមិនចរចាព្រំដែនគោកហ្នឹងឥឡូវហ្នឹងគឺអញ្ញែញហើយឥឡូវដងដាវហ្នឹងវានៅលើកម្ពុជាទៅវិញបាល់វានៅលើកម្ពុជាតែកម្ពុជាជ្រើសរើសយកផ្កាននងរបស់ថៃហេតុអីមកខ្ញុំថាបាល់នៅលើកម្ពុជាព្រោះអីនៅពេលដែលថៃបិទផ្លូវចរចាព្រំដែនគោកគឺបានន័យថាបើកឱកាសឲ្យកម្ពុជាទៅរកអាជ្ញាកណ្ដាលទៀតដោយព្រំដែនសមុទ្រចឹងតែកម្ពុជាអត់អាព្រំដែនសមុទ្រគេអត់ទាំងមានស្អីរឿងអីផងក៏គេបោះផ្កាននងមកយើងលោតពឹបដោយសារយើងត្រូវការឧស្ម័នត្រូវការអីប្រញាប់ដែលមិនដឹងថាបានឆ្នាំណាផងទេតែដល់ពេលហើយអាព្រំដែនគោកនេះដែលត្រូវការយន្តការតុលាការព្រំដែនអន្តរជាតិយន្តការតុលាការយុត្តិធម៌អន្តរជាតិយើងបែរទៅជាមិនជ្រើសរើសទៅវិញអញ្ចឹងហើយបានជាថៃមើងងាយយើងថៃគេថាគេមានព្រៀបឯព្រោះដឹងតែខ្មែរមិនប្តឹងទេបើប្តឹងយូរតាក់តងតុលាការព្រំដែនអន្តរជាតិអីអញ្ចឹងណាហើយទុកឲ្យរដ្ឋាភិបាលក្រៅប្រទេសនេះប្តឹងបងប្អូនខ្ញុំនិយាយបើកវងកញ្ចក់បន្តិចរឿងឲ្យរដ្ឋាភិបាលក្រៅប្រទេសនេះប្តឹងរឿងបណ្ដឹងទៅតុលាការព្រំដែនអន្តរជាតិ ICC នេះណាអ្នកណាដាក់ប្តឹងក៏បានដែរអ្នកណាក៏បានដែរព្រោះអីតុលាការនេះគេឲ្យយើងប្តឹងតាំងពីបុគ្គលឯកជនក្រមប្រជាប្រដ្ឋទូទៅអង្គការសហគមន៍ឬក៏រដ្ឋាភិបាលឬអង្គការសហប្រជាជាតិអ្នកណាក៏បានដែរឲ្យតែដាក់ទៅគឺគេនឹងយកទៅពិចារណាហើយពិនិត្យមើលនិងទាមទាររកការបំភ្លឺបញ្ជាក់ភស្តុតាងបន្ថែមក៏ប៉ុន្តែសំណួរសួរទៅវិញថាតើទម្ងន់ណានៅក្នុងការដាក់ប្តឹងដែលយើងជាជនរងគ្រោះនៅក្នុងអំពើឧក្រិដ្ឋអីមួយឧទាហរណ៍យើងជាជនរងគ្រោះនៅក្នុងគ្រោះថ្នាក់អីមួយឬក៏អំពើប្លន់អីមួយតើអ្នកណាដែលមានឥទ្ធិពលខ្លាំងនៅក្នុងការដាក់ប្តឹងសាក្សីក្រុមគ្រួសារឬអីឬក៏ជនរងគ្រោះផ្ទាល់អញ្ចឹងនៅក្នុងបណ្ដឹងអាជ្ញានីតិវិធីព្រហ្មទណ្ឌគឺជនរងគ្រោះផ្ទាល់នឹងឯងដែលជាភាគីដើមបណ្ដឹងដ៏មានឥទ្ធិពលនៅក្នុងការដាក់ប្តឹងអញ្ចឹងនៅក្នុងរឿងកម្ពុជាភាគីដែលជាជនរងគ្រោះហើយដើមបណ្ដឹងផ្ទាល់គឺរដ្ឋាភិបាលកម្ពុជានោះវិញទេនៅក្នុងការដាក់ប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិដើម្បីទាមទារឲ្យថៃសងទោះបីជាអ្នកណាផ្សេងក៏អាចដាក់បានក៏ដោយប៉ុន្តែអ្នកដែលមានទម្ងន់ខ្លាំងជាងគេគឺរដ្ឋាភិបាលកម្ពុជាសប្តាហ៍ដែលដឹកនាំដោយលោកហ៊ុនម៉ាណែតនេះក៏ប៉ុន្តែគាត់មិនព្រមដាក់ដល់តែពេលគាត់មិនព្រមដាក់គឺរដ្ឋាភិបាលកម្ពុជាធ្វើខ្លួនឲ្យคล้ายទៅជាសត្វឆ្កែទៅដេកនៅក្នុងស្លឹមច្បើងអត់ឲ្យគោស៊ីអាឆ្កែក៏ស៊ីច្បើងមិនបានអាគោក៏ស៊ីច្បើងនឹងមិនកើត
ដល់អញ្ចឹងទៅវាទៅជាចង្រៃទាំងអស់គ្នាដល់អញ្ចឹងទៅធ្វើឲ្យរដ្ឋាភិបាលក្រៅប្រទេស$23អីនេះគឺគាត់នាំគ្នាទាំងលោកមុនពេជ្រអីណាហ្នឹងទៅប្រមូលមេដៃបាន100,000នាក់ជាងហ្នឹងក៏ដាក់ប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិសំណួរគេអាចសួរទៅវិញថាចោះបើតុលាការអន្តរជាតិនេះដឹងថាជនរងគ្រោះជាប្រជាពលរដ្ឋខ្មែរគឺរដ្ឋាភិបាលខ្មែរនៅក្នុងស្រុកហើយទៅបណ្ដឹងបែរទៅជាដាក់ដោយប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសតើវាមានទម្ងន់អីទេវាមានប្រយោជន៍អីទេហើយកាត់ក្តីនឹងគេកាត់កើតដែរឬទេហើយបើសិនឧទាហរណ៍ថ្ងៃក្រោយទៅខ្ញុំឮបងប្អូនយើងសួរខ្ញុំថាចុះបើគេកាត់ក្តីទៅបើឥឡូវឧទាហរណ៍តុលាការឬក៏ភាគីខាងអឺរដ្ឋាភិបាលក្រៅប្រទេសហ្នឹងគាត់ជាអ្នកប្តឹងអញ្ចឹងឲ្យគេហៅកាត់ក្តីហើយស្រាប់តែចុងក្រោយតុលាការព្រហ្មទណ្ឌអន្តរជាតិហ្នឹងរកឃើញថាថៃខុសអញ្ចឹងមែនហើយត្រូវដាក់សងសំណងសងអីជាលុយកាក់ជាអីដើម្បីសងមកភាគីដែលជាជនរងគ្រោះតើសងទៅឯណាតើសងទៅរដ្ឋាភិបាលក្រៅប្រទេសនេះឬក៏សងទៅរដ្ឋាភិបាលកម្ពុជាព្រោះអ្នកដែលដាក់ពាក្យប្តឹងវាទៅជារដ្ឋាភិបាលក្រៅប្រទេសនឹងមានរដ្ឋាភិបាលក្នុងប្រទេសឯណាសំណួរល្អក៏ប៉ុន្តែនៅក្នុងនីតិវិធីច្បាប់គឺសំណងផ្សេងហ្នឹងគឺតកតងទៅនឹងប្រទេសប្រជាពលរដ្ឋនៅក្នុងរដ្ឋដែលអធិបតេយ្យដែលជាជនរងគ្រោះជាការពិតឲ្យប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសក៏តំណាងឲ្យជនរងគ្រោះនៅស្រុកខ្មែរដែរក៏ប៉ុន្តែបើនិយាយអំពីសំណងនិយាយពីផលខូចខាតគឺត្រូវសងដល់កម្ពុជាគឺប្រជាពលរដ្ឋខ្មែរទាំង18លាននាក់នៅក្នុងន័យនេះគឺបានន័យថាបើទោះបីជារដ្ឋាភិបាលកម្ពុជានឹងអត់មានមកដាក់ពាក្យប្តឹងក៏ដោយបើរដ្ឋាភិបាលក្រៅប្រទេសប្តឹងគាត់ប្តឹងជំនួសឲ្យរដ្ឋាភិបាលកម្ពុជាតាគាត់មិនមែនប្តឹងក្នុងនាមជាបុគ្គលឯកជនទេគាត់ប្តឹងដោយសារតែរដ្ឋាភិបាលកម្ពុជាអត់ប្តឹងដូច្នេះបណ្ដឹងនេះគឺកម្មវត្ថុនៃបណ្ដឹងឬក៏ការដោះស្រាយបណ្ដឹងគឺជារឿងដោះស្រាយរកយុត្តិធម៌ជូនប្រទេសកម្ពុជាមិនមែនជូនរដ្ឋាភិបាលក្រៅប្រទេសឬមិនមែនជូនខ្មែរក្រៅប្រទេសទេគឺរកយុត្តិធម៌ជូនប្រទេសកម្ពុជានិងប្រជាពលរដ្ឋទាំង18លាននាក់ដែលរដ្ឋាភិបាលកម្ពុជារបស់លោកហ៊ុនម៉ាណែតអត់ប្តឹងតែប៉ុណ្្នឹងទេដូច្នេះអ្វីដែលជាកម្មវត្ថុនៃបណ្ដឹងគឺដោះស្រាយចំនួនរកយុត្តិធម៌ព្រមមិនទាន់ឲ្យប្រជាពលរដ្ឋខ្មែរទាំង18លាននាក់ដដែលទេអញ្ចឹងឧទាហរណ៍ថ្ងៃក្រោយទៅគេកោះហៅរដ្ឋាភិបាលកម្ពុជាក៏ជៀសមិនផុតពីការកោះហៅដែរទោះបីជារដ្ឋាភិបាលក្រៅប្រទេសនេះជាអ្នកដាក់ពាក្យប្តឹងក៏ដោយចាំមើលពេលដែលលោកអ៊ុំសំអានចូលទៅបំភ្លឺឧទាហរណ៍បើរដ្ឋាភិបាលនេះរកឃើញថាមានធាតុផ្សំបាត់ល្មើសគ្រប់គ្រាន់នៅក្នុងការដែលត្រូវបន្តស៊ើបអង្កេតឬក៏បើកការស៊ើបអង្កេតក្នុងរឿងក្តីចេញដោយការចាប់ខ្លួនចោតប្រកាន់អីឡាក់នឹងឡាក់អីហ្នឹងណាគឺជៀសមិនផុតពីហៅរដ្ឋាភិបាលខ្មែរនេះដែលតំណាងឲ្យរដ្ឋាភិបាលខ្មែរនេះចូលមកបំភ្លឺក្នុងនាមជាសាក្សីជួយដាក់បន្ទុកបន្ថែមដល់ថៃទេព្រោះតុលាការនេះគឺអាចហៅមន្ត្រីការនៅរដ្ឋាភិបាលក្រៅប្រទេសដើម្បីជួយជាការចាប់ផ្ដើមបណ្ដឹងមែនក៏ប៉ុន្តែសាក្សីរស់ដែលជាជនរងគ្រោះហើយនៅក្នុងប្រទេសកម្ពុជាដែលគ្រប់គ្រងប្រទេសកម្ពុជាមានប្រជាពលរដ្ឋ18លាននាក់នោះគឺជាមិនផុតពីរដ្ឋាភិបាលខ្មែរទេគ្រាន់តែថារដ្ឋាភិបាលខ្មែរនឹងបាក់មុខមួយគឺយកស៊ីប៉ែរបស់រដ្ឋាភិបាលក្រៅប្រទេសដែលខំដាក់ឲ្យណាខ្លួនឯងបើដាក់ទៅខាងរដ្ឋាភិបាលក្រៅប្រទេសនេះគឺអត់មានដូចថាទូងស្គរអីនេះទេប៉ុន្តែដល់ឥឡូវវាទៅជារដ្ឋាភិបាលលោកហ៊ុនម៉ាណែតនិងស៊ីប៉ែរដ្ឋាភិបាលក្រៅប្រទេសនេះដែលអញ្ចឹងហើយបានជារដ្ឋាភិបាលលោកហ៊ុនម៉ាណែតនិងក្រុមអាមីអថោងឃោសនិកគាត់មួយថ្ងៃទាត់ចោលរដ្ឋាភិបាលក្រៅប្រទេសនេះគ្រប់ម៉ាត់គឺថាក្រុមនឹងអត់បានការគ្មានបានប្រយោជន៍អីប្តឹងក៏ប្តឹងមិនកើតដោយសារគេចង់បន្សាបក្រុមនេះព្រោះវាកុំឲ្យអន់រដ្ឋាភិបាលកម្ពុជាមិនមែនប្រយោជន៍ជាតិទេបើប្រយោជន៍ជាតិណាខ្មែរយើងអត់មានអ្នកណាម្នាក់គិតខុសគ្នាទេបើយើងជាអ្នកស្នេហាជាតិស្រឡាញ់ជាតិណាអត់មានមើលរឿងប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនេះគិតខុសគ្នាទេព្រោះព្រះអាទិត្យក្តៅអ្នកណាក៏មើលឃើញតែព្រះអាទិត្យក្តៅដែរអត់អាចនឹងថាព្រះអាទិត្យត្រជាក់ល្ហឹមដូចព្រះច័ន្ទបានទេគឺអាហ្នឹងគឺជា logic តែយើងដោយសារតែបាយ3ពេលហើយដោយសារតែនិន្នាការផ្កាប់មុខទៅគ្រប់គ្រងរដ្ឋាភិបាលកម្ពុជាដើម្បីធ្វើនយោបាយប្រជាពិធគឺយើងសុកចិត្តកែដូចថាក្បត់មនសិការ180ដឺក្រេក៏គិតថាប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិហ្នឹងអត់ប្រយោជន៍ឬក៏ធ្វើមិនកើតដើម្បីអីកុំឲ្យរដ្ឋាភិបាលកម្ពុជានឹងអន់ពេកគេសម្លាប់យើងគេធ្វើបាបយើងគេបំផ្លាញយើងសពបែបយ៉ាងគ្រាន់តែប្តឹងយើងប្តឹងអត់បានដល់ពេលអញ្ចឹងគ្នាវាមិនដឹងមានលេសអីអញ្ចឹងនាំគ្នាមករករឿងអ្នករត់សបុតនេះវិញ
hướng mau thưa bạp mình trai rồi tháp bị bao cao bật tê mà rô rương kia riêng đal đal srom sờ bốt srom ấy tới chua mê thì vi ấy nâng tha chia bao bờ làm chẳng ai rước à cái sao viên chẳng ai bong bồn khai dương chẳng dương nơi miền này cái hào vấp thoa cái đạch chuối vấp thoa choan phần lịch kia xong từ an sẽ phơi chả rật khai rồi bao lục bún chăn mol mà đong tiệt nè chùm lực tức chất ấy bong bồn từ an tầng ác kia chả rật khai rồi bao lục bún chăn mol chả nè chả rật khai tí muối cứ mình từ tu squat cầm hó khâu hai cứ ăn từ tu squat cầm hó tí muối tí pi cứ bầm plan kia nè mà đạch chuối kia ខ្លាចណាស់អ្នកណាមានខ្លាចណាស់អ្នកណាលូតខ្លាចណាស់គេគ្រាន់បើជាងខ្លួនតែអត់ទទួលស្គាល់តែខ្លួនអន់នេះគឺបំផ្លាញដល់ទីបញ្ចប់អានឹងសភៅលោកប៊ុនច័ន្ទមុលទេខ្ញុំមិននិយាយទេប៉ុន្តែលោកប៊ុនច័ន្ទមុលនិយាយអីនិយាយព្រោះលោកទទួលអានិច្ចកម្មយូរហើយកុំនិយាយអីនិយាយទៅកុំធ្វើត្រូវឲ្យដូចគាត់និយាយប៉ុន្តែជាទូទៅមើលឃើញចរិតយើងភាកច្រើនចឹងឲ្យឃើញដូចអ្នកនយោបាយគណៈបកកណ្ដាលអំណាចអីចឹងមកចឹង ចាប់ផ្ដើមបំផ្លាញឲ្យខ្ទេចរកឆ្កឹះឆ្កៀលចឹងទៅធ្វើបាបគ្នាចឹងទៅអាការពិតជាក់ស្ដែងប្តឹងថៃឈ្នះថៃទៅតុលាការព្រំប្រទានអន្តរជាតិអត់ហើយឥឡូវយកយន្តការមកទៅតបថៃអត់ប្រយោជន៍ទៅវិញទៀតឃើញទេនេះសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិដែលចេញថ្ងៃទី20ម្សិលមិញតាមពិតចេញកន្លះម៉ោងក្រោយខ្ញុំផ្សាយ show ខ្ញុំម្សិលមិញបើខ្ញុំផ្សាយបើចេញមុននឹងតាន់ខ្ញុំនឹងអាចយកមកផ្សាយជូនប៉ុន្តែព័ត៌មាននេះវាចង់ប្អូនទៅហើយតែណាហើយខ្ញុំនឹងផ្សាយទៅព្រោះអីម្សិលមិញខ្ញុំផ្សាយរឿងថៃគេបិទផ្លូវចរចាផ្លូវគោកហ្នឹងហើយគេបើកតែផ្លូវទឹកហ្នឹងទៅព្រោះអីយើងទៅរកអាជ្ញាកណ្ដាលឥឡូវក្រសួងការបរទេសកម្ពុជាតបចេះឆ្លើយតបទៅនឹងការលើកឡើងកាលពីពេលថ្មីនេះរបស់ឧបនាយករដ្ឋមន្ត្រីស៊ីហាស័ក ភួងកេតកែវរបស់រដ្ឋមន្ត្រីការបរទេសថៃតាក់ទងទៅនឹងការចរចាជាប់គាំងលើបញ្ហាព្រំដែនគោកកម្ពុជាថៃអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាសូមធ្វើសេចក្តីថ្លែងការណ៍ដូចខាងក្រោមលោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃអះអាងនៅទីក្រុងប៉េកាំងក្នុងសប្តាហ៍នេះថាការដែលកម្ពុជាសម្រេចចិត្ត ដំណើរការយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រឬក៏ UNCLOS បានបិទទ្វារទៅហើយចំពោះការចរចាលើព្រំដែនគោកនេះមិនមែនជាការពិតតលតែសោះនេះជាសម្ដីរបស់ក្រសួងការបរទេសកម្ពុជាព្រំដែនសមុទ្រនិងព្រំដែនគោកត្រូវបានគ្រប់គ្រងដោយក្របខ័ណ្ឌច្បាប់ពីរផ្សេងគ្នានិងយន្តការទ្វេភាគីផ្សេងគ្នាដែរកម្ពុជាជ្រើសរើសផ្លូវដោះស្រាយតាម UNCLOS គឺពាក់ព័ន្ធនឹងបញ្ហាព្រំដែនសមុទ្រតែមួយគត់ផ្ទុយទៅវិញអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រគឺជាមធ្យោបាយដោយសន្តិវិធីដែលបានព្រមព្រៀងគ្នាសម្រាប់ដោះស្រាយវិវាទលើដែនសមុទ្រហើយការប្រើប្រាស់នីតិសមុទ្រនេះគួរតែត្រូវបានចាត់ទុកថាជាការធានានឹងការផ្ដល់ទំនុកចិត្តជាជាងបង្កការព្រួយបារម្ភដល់ប្រទេសជិតខាងណាមួយដែលមានការបដិញ្ញាចិត្តពិតប្រាកដចំពោះគោលការណ៍ច្បាប់អន្តរជាតិជំរឿសផ្លូវ ដោះស្រាយតាមនីតិសមុទ្រនេះមិនអាចចាត់ទុកថាជាមូលដ្ឋានសមស្របនោះទេសម្រាប់ផ្អាកការងារដែលមិនតាក់ទងគ្នាសោះលើការកំណត់ព្រំដែនព្រំសីមាដែនគោកតាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកដែលបានព្រមព្រៀងគ្នារួចមកហើយតាមអនុសារណៈនៃការយោគយល់គ្នាចុះថ្ងៃទី14ខែមិថុនាឆ្នាំ2000និងបានបញ្ជាក់ជាថ្មីក្នុងបទឈប់បាញ់កាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025 ដូច្នេះកម្ពុជាអំពាវនាវឲ្យថៃឈប់បង្កើតលេសសម្រាប់ការពន្យាពេលដោយចេតនារបស់ខ្លួនហើយវិលត្រឡប់មកដំណើរការខណ្ឌសីមាព្រំដែនវិញដោយសុឆន្ទៈតាមការព្រមព្រៀងគ្នារួចរវាងប្រទេសទាំងពីរក្រោមលក្ខខណ្ឌនៃអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000ផងនិងប័ណ្ណឈប់បាញ់ឆ្នាំ2027ខែធ្នូផងគ្មានហេតុផលអ្វីទាំងអស់ទាំងខាងផ្នែកច្បាប់ទាំងការអនុវត្តជាក់ស្ដែងសម្រាប់ឲ្យគណៈកម្មការចម្រុះកិច្ចការព្រំដែនពន្យាពេលបន្តការអនុវត្តខណ្ឌសីមាព្រំដែនស្របគ្នានឹងដំណើរការលើបញ្ហាព្រំដែនសមុទ្រក្រោម UNCLOS នោះ បាទភាសាការទូតភាសារបស់ក្រសួងការបរទេសហ្នឹងបើយើងអានទាំងអស់គឺការទូតខ្ញុំនិយាយភាសាសាមញ្ញតាមបែបអ្នកស្រុកឲ្យស្រួលស្ដាប់ក្រសួងការបរទេសចង់ប្រាប់ទៅភាគីថៃថានៅពេលដែលប្រាប់ថាព្រំដែនគោកអត់អាចចរចាបានទេគឺត្រូវបិទផ្លូវចរចាដោយសារកម្ពុជាជ្រើសរើសយកយន្តការអាជ្ញាកណ្ដាលព្រំដែនសមុទ្រចឹងឲ្យយកអាជ្ញាកណ្ដាលដែរទៅកុំចរចាទ្វេភាគីព្រោះអីព្រំដែនគោកគេចរចាទ្វេភាគីតែប៉ុណ្្នឹងឯង
ហើយកម្ពុជាតបទៅវិញថាអានឹងជាលេសទេព្រំដែនសមុទ្រគឺគេដោះស្រាយព្រំដែនសមុទ្រហើយព្រំដែនគោកក៏មានកិច្ចព្រមព្រៀងមានអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000ហើយមាន JBC មានអីដូច្នេះអត់លោកឡំគ្នាទេក៏ប៉ុន្តែអ្វីដែលរដ្ឋាភិបាលកម្ពុជានិយាយខ្ញុំគាំទ្រ 100% ថារឿងសមុទ្រគឺរឿងសមុទ្ររឿងដែនគោកដែនគោកក៏ប៉ុន្តែអ្វីដែលរដ្ឋាភិបាលកម្ពុជាមិនបាននិយាយហ្នឹងគឺក្នុងការយន្តការដោះស្រាយទ្វេភាគីគឺវាត្រូវតែមានក្របខ័ណ្ឌនៃយន្តការដោះស្រាយណាមួយបើយើងជ្រើសរើសយកចរចាទ្វេភាគីគឺចរចាទ្វេភាគីបើយើងចរចាទ្វេភាគីមិនបានយើងយកផ្លូវណាមួយដែលត្រូវទៅរកអាជ្ញាកណ្ដាលគឺវាច្បាស់ណាស់វាត្រូវអាចរចាទ្វេភាគីនឹងវាអាលាយហើយព្រោះអីនៅក្នុងពេលហ្នឹងយន្តការចរចាវាមិនអាចទៅរឿងសមុទ្រចរចាទ្វេទៅផ្លូវអាជ្ញាកណ្ដាលរួចផ្លូវព្រំដែនគោកហ្នឹងចរចាទ្វេភាគីទេ logic ព្រោះធម្មតាតែយើងចរចាវាមានគោលការណ៍មួយហើយយើងប្រកាន់គោលការណ៍ដូចខ្មែរយើងគ្រប់គ្រងតៃវ៉ាន់ណាគ្រប់គ្រងចិនថាតៃវ៉ាន់ជាដីរបស់ចិនជារដ្ឋចំណុះរបស់ចិនអត់មានរដ្ឋឯករាជ្យទេកម្ពុជាមានដែលដូរគោលការណ៍មកពីណាទៅលើកណាក៏ថាតៃវ៉ាន់គឺជាដែនដីរបស់ចិនរហូតតតែតៃវ៉ាន់ដកវីសា free ពីខ្មែរចោលអស់លែងឲ្យដោយសារតែគេថាយើងមាត់អត់គម្របប៉ុន្តែគោលការណ៍ខ្មែរយើងមានដែលអត់គម្របណាយើងនិយាយតែចឹងមកយោគឺគោលការណ៍តែមួយបើនិយាយពីទំនាក់ទំនងជាមួយចិនអាចគ្រប់គ្រងកម្ពុជាបានបន្តទៅទៀតដោយសារកម្ពុជាគ្រប់គ្រងគោលនយោបាយចិនតែមួយរបស់ចិនតែប៉ុណ្្នឹងតាអានេះគឺជាក្របខ័ណ្ឌប្រទេសនិងប្រទេសខ្មែរយើងនិងថៃក៏អញ្ចឹងដែរព្រំដែនកម្ពុជាថៃដំបូងថាចង់ចរចាទ្វេភាគីតែជាល្បិចរបស់ថៃទេអារឿងចរចាទ្វេភាគីហ្នឹងព្រោះថៃអត់ដែលចរចាទ្វេភាគីជាមួយខ្មែរបានជោគជ័យទេព្រោះរំលោភគ្នាទៅវិញទៅមកមានតែយន្តការទៅតុលាការអន្តរជាតិនេះឯងហើយដែលកម្ពុជាខ្លួនឯងក៏ទទួលស្គាល់ដែរតាថាចរចាជាមួយថៃទ្វេភាគីវាអត់ជោគជ័យទេដោយសារតែយើងកាលពីថ្ងៃទី15ខែមិថុនាឆ្នាំ2025ក្រែងសភាខ្មែរក្រែងព្រឹទ្ធសភាខ្មែរក្រែងរដ្ឋាភិបាលខ្មែរនាំគ្នាផ្ដួចផ្ដើមមតិដើម្បីសរសេរជាលិខិតមួយជូនដំណឹងទៅតុលាការយុត្តិធម៌អន្តរជាតិដែលថាអានោះជាពាក្យបណ្ដឹងតាមពិតវាជាលិខិតជូនដំណឹងថាទៅពមៀនថៃថាយកយន្តការអន្តរជាតិយកមកប្រើកម្លាថៃដើម្បីឲ្យដឹងថាខ្លួននឹងយកយន្តការអន្តរជាតិមកប្រើចរចាទ្វេភាគីក៏អត់បានទៀតទេព្រោះថៃរំលោភបំពានច្រើនដងពេកតែអាបណ្ដឹងហ្នឹងក៏អត់ដាក់ថៃវាយប្រើយើងនឹងចលោគេថានឹងប្តឹងគេតែយើងអត់ប្តឹងដល់ពេលលទ្ធផលថៃវាយប្រើបានន័យថាកម្ពុជាក៏ទទួលស្គាល់ដែរថាអត់មានយន្តការចរចាទ្វេភាគីបានជោគជ័យទេដល់តែពេលឥឡូវថៃគេថាអត់ទេប្រើចរចាទ្វេភាគីទៅថៃប្រាប់អន្តរជាតិម្ដងណាក៏ថាចង់តែចរចាទ្វេភាគីដើម្បីលួងអន្តរជាតិឲ្យជឿថាថៃជាមនុស្សស្រឡាញ់សន្តិភាពភូមិផងលបងជាមួយតែថៃខូចនៅក្នុងពេលជាមួយគ្នាប៉ុន្តែឥឡូវល្បិចថៃគឺធ្វើឲ្យខ្មែរផុងខ្លួនកាន់តែជ្រៅទៅហើយនៅពេលដែលខ្មែរអត់ដាក់ប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនិងយុត្តិធម៌អន្តរជាតិរឿងនេះឯងដែលមិនមានពេលចប់ទេហើយខ្មែរចាញ់ព្រៀបគេហើយដល់ពេលបណ្ឌិតណាមួយលោកញ៉ិលរដ្ឋានោះគាត់និយាយពីរឿងខ្មែរយើងចាញ់ព្រៀបគេគ្រប់សមរភូមិហៅរឿងគេភ្លាមយើងនៅលើគោកហ្នឹងក្មេងបៀមដៃណាក៏ដឹងថាខ្មែរចាញ់ព្រៀបគេគ្រប់តែកន្លែងដែរបើយើងមិនចាញ់ព្រៀបគេមិនដី73កន្លែងយើងមានកងកម្លាំងការពារជាតិយើងការពាររៀបចំ40ឆ្នាំហើយរួចទៅទប់ការពារដែនអធិបតេយ្យខ្លួនឯងពីការឈ្លានពានរបស់បរទេសអត់បានប៉ុណ្ណឹងកន្លែងណាដែលបញ្ជាក់ថាយើងខ្លាំងខ្ញុំពងតែឆ្ងល់មើលអស់លោកដាវសួរអ្នកណាក៏ដោយមើលសួរអ្នកណាដែលថាយើងខ្លាំងនៅពេលដែលយើងមានតបមានសំណាញ់មេឃមានមេដឹកនាំដល់ពូកែអួតដល់អស់ចាដល់តែពេលគេវាយប្រាវ2ដងយកដីយើងអស់73កន្លែងអាហ្នឹងមធ្យមឯងវាយយកឲ្យមានកិច្ចព្រមព្រៀងចរចាគ្នាហើយក្រោយមករើបលាលួសដាក់យកមកថែមរហូតយើងអត់អាចធ្វើអីគេបានទៀតកន្លែងណាដែលយើងប្រាប់ថាយើងមានព្រៀបលើគេហើយនៅពេលដែលបណ្ឌិតគេថាយើងចាញ់គ្រប់សមរភូមិមើលសមរភូមិណាដែលយើងឈ្នះថៃសមរភូមិតបគឺយើងចាញ់ព្រៀបគេហើយព្រោះគេវាយយកដីយើង73កន្លែងយើងព្រមចរចាឲ្យគេនៅណានៅហ្នឹងព្រមឲ្យដីយើងទៅគេនៅណានៅហ្នឹងតើយើងឈ្នះព្រៀបគេកន្លែងណាមើលតើហេតុអីបានជាយើងមិនមើលឃើញការពិតខ្មែរយើងអាភ័ព្វហើយយើងនឹងចាញ់គ្រប់សមរភូមិទៀតគឺដោយសារយើងអត់ទទួលស្គាល់ការពិតខ្មែរយើង
ពិបាកលេបណាស់អាពាក្យពិតរែងស្លែងហ្នឹងអត់ចេះជូតទឹកភ្នែកឲ្យបន្តដំណើររកមើលចំណុចខ្វះខាតហើយកសាងជួសជុលកំហុសហើយធ្វើដំណើរទៅមុខស្វាហាប់ខ្មែរអត់ចេះទេភាគច្រើនគឺខ្មែរសម្បូរបកែអ្នកអួតណាស់ស្លាប់ខ្លួនបើថាឆ្លោះគ្នាប្តឹងគ្នាវិញណាអត់ចេះចរចាគ្នាទេប្តឹងតតែអស់សពុតអស់ខោអស់ដីអស់អីអាលីងទៅនៅកន្លែងក្បូនបដែតណាក៏ប្តឹងដែរធ្វើមិនឲ្យតែឈ្នះចិត្តនេះចរិតយើងប្តឹងឯងដល់ណាដល់ណីឲ្យតែបានថាឈ្នះចិត្តយ៉ាងហោចណាស់បានស្ដោះទឹកមាត់ដាក់ណែឯងមិនបន្តិចដែរមកភីដែរអានឹងឈ្នះហើយដល់ចុងក្រោយលលាយទាំងអស់អាហ្នឹងគឺជាចរិតនៅក្នុងសភៅលោកប៊ុនច័ន្ទមុលដែរចរិតខ្មែរតាមពិតខ្មែរយើងល្អច្រើនយ៉ាងប៉ុន្តែជួនកាលយើងចេះតែដេកផ្សំដួលលមូលផ្សំក្រិចហើយកន្លែងណាបើយើងអត់ទទួលស្គាល់ការពិតហ្នឹងកន្លែងណាគេវាយយើងមកជុំទេយើងទៅចរចាជាមួយគេយើងសុំសុកចឹងឲ្យគេនៅណានៅហ្នឹង73កន្លែងគេនៅណានៅហ្នឹងគេដាក់លបងមកទៀតគេឈូសគេធ្វើលបងគេចាក់បេតុងគេធ្វើអីគ្រប់យ៉ាងសុទ្ធតែបំពេញទាំងអស់យើងរាយកាក់យើងតវ៉ា800ដងជាងហ្នឹងយើងមានតែបានទៅរុញគេបានយើងច្រានគេបានឬក៏អីអត់ព្រៀបយើងនៅកន្លែងណាសមរភូមិតបព្រៀបយើងនៅកន្លែងណាគឺយើងបានតែប៉ុណ្្នឹងឯងអាហ្នឹងទី1សមរភូមិតបគឺយើងចាញ់គេសមរភូមិសេដ្ឋកិច្ចយើងឈ្នះថៃកន្លែងណាសមរភូមិសេដ្ឋកិច្ចយើងចង់ប្រាប់ថាអូសេដ្ឋកិច្ចខ្មែរយើងតាំងពីបិទព្រំដែនថៃមកខ្មែរយើងចេះស្រឡាញ់គ្រប់គ្រងផលិតផលខ្មែរគ្រប់គ្រងស្អីជួយគ្នាមោទនភាពជាតិខ្មែរផលិតផលខ្មែរល្អហើយតែអានឹងជាព្រៀបឈ្នះថៃមែនយើងចាប់ផ្ដើមនាំគ្នាហូបក្ដួចខ្លួនឯងហ្នឹងយើងចាប់ផ្ដើមនាំគ្នាបង្កើតអ្វីដែលជាគេហៅថាទឹកមួយថ្លុកហ្នឹងនាំគ្នាពកបាក់តែគ្នាឯងចឹងទៅអាបឹងធំសាគរលះវឹងល្វើយនោះគឺយើងអត់ទៅរយើងមកបញ្ញាយគ្នាកជ្រោកនៅក្នុងអង្រុតម្នាក់មួយនៅក្នុងបឹងវ៉ាល់ផុកហ្នឹងហើយតែយើងជោគជ័យផ្នែកសេដ្ឋកិច្ចហើយព្រោះអីដល់ពេលយើងក៏ជ្រោកទាំងអស់គ្នាក្នុងបឹងមួយទៅយើងចាប់បានត្រីច្រើនព្រោះអីត្រីវារត់ទៅណារួចគ្នាយើងចុះនៅក្នុងហ្នឹងវ៉ាល់ផុកអស់ហើយតែវានៅក្នុងបឹងដដែលតែបន្តិចទៀតខ្ទេចអស់អាលីងអាបឹងហ្នឹងអាត្រីក៏ងាប់អាផុកក៏កកអាស្អីកពឹសកភ្លៀងអីក៏ងាប់អស់ដែរហើយតែយើងឈ្នះសេដ្ឋកិច្ចគេយ៉ាងម៉េចបើនៅពេលហ្នឹងយួនកើនទ្វេតំណែងចូលបុកបាក់តំណប់ចិនក៏តែអញ្ចឹងតែយើងល្អហើយយើងថាយើងឈ្នះគេដោយសារយើងឈ្នះចិត្តជាតិនិយមយកមកធ្វើស្អីជាតិនិយមហ្នឹងខ្ញុំមិនបន្តិចប្រអាក់ស្រឡាញ់ជាតិទេខ្ញុំស្រឡាញ់ជាតិដូចតែបងប្អូនមិនតិចជាងគ្នាទេក៏ប៉ុន្តែស្រឡាញ់ជាតិយ៉ាងដូចម្ដេចទៅនៅពេលដែលយើងធ្វើពហិការផលិតផលគេយើងចាប់ផ្ដើមដល់ពេលយើងចាប់ផ្ដើមពង្រឹងផលិតផលខ្លួនឯងល្អហើយចាប់ផ្ដើមគ្រប់គ្រងឥឡូវមានអង្គអូនៅទីផ្សារអាស៊ីនៅស្រុកអាមេរិកនេះអង្គខ្មែរឥឡូវមាន4មុខកាលមុនរហូតតាមមកគ្រាប់អត់បានទេល្អហើយវាមានការវិវត្តច្រើនហើយប៉ុន្តែអាហ្នឹងធ្វើឲ្យសេដ្ឋកិច្ចខ្មែរដើរក្ដុងមកមែនចុះ30-40ឆ្នាំហើយគេធ្វើអត់កើតតឆ្លោះគ្នាមួយថៃបានយើងចាប់ផ្ដើមស្រឡាញ់ផលិតផលខ្មែរយើងយ៉ាងម៉េចឆ្ងល់ដែរអត់ចេះស្រឡាញ់គ្នាទេពីមុនមកតតែកុំឆ្លោះគ្នាមួយថៃយើងអត់ចេះស្រឡាញ់ខ្មែរអញ្ចឹងអានេះគឺជាយុទ្ធសាស្ត្រភ្លើងចម្បើងហើយដល់ពេលសួរអញ្ចឹងសួរតើសេដ្ឋកិច្ចខ្មែរដើរហ៎ហក់មើលតដល់ពេលអញ្ចឹងអាអ្នកបើកអីអាជីវកម្មខ្នាតតូចអីហ្នឹងអូយលូរទាំលោកអង្គញាណាមួយស្អីសួរវរៈម្សិលមិញហ្នឹងនិយាយថាមានតែទ្រឹស្ដីទេអារឿងជួយអាជីវកម្មខ្នាតតូចអីហ្នឹងគឺ0ហ្មងមានតែទ្រឹស្ដីហៀកែងការអនុវត្តជាក់ស្ដែងអត់មានបានជួយអីទេសឹងថាបាក់ទឹកចិត្តលែងចង់រកស៊ីអីហ្នឹងអង្គញាមួយថ្ងៃមុនហ្នឹងលោកណានិយាយពីរឿងគាត់បើកអាជីវកម្មស្អីហ្នឹងត្រូវរត់ការ14ក្រសួងមន្ទីរឡើងខ្សោះខ្យល់លែងចង់រកស៊ីទៀតឃើញទេឃើញបញ្ហារបស់យើងហ៎ហើយយើងតែមានប្រៀបយ៉ាងម៉េចជាមួយនឹងគេសេដ្ឋកិច្ចទំហំសេដ្ឋកិច្ចយើងនៅទីផ្សារខាងក្រៅយើងនាំចេញទៅបានប្រមាណពាន់លានតិចជាងថៃ30ដងឯនោះថៃគេនាំទៅពិភពលោក340,000លានឯនោះ34,000លានដុល្លារយើងនាំទៅបានប្រមាណប្រហែលជា30,000 20,000 30,000លានហ្នឹងដឹងដូច្នេះយើងផ្នែកសេដ្ឋកិច្ចក៏យើងបាក់
ឥឡូវយើងសេដ្ឋកិច្ចយើងធ្លាក់ពី 7.5 មក 3% ហ្នឹង IMF មូលនិធិហិរញ្ញវត្ថុអន្តរជាតិគេអ្នកផ្សាយរួចទៅយើងទៅឈ្នះថៃកន្លែងណាប្រៀបកន្លែងណាសមរភូមិសេដ្ឋកិច្ចក៏យើងនេះភ្ញៀវទេសចរយើងធ្លាក់ពាក់កណ្ដាលថៃគេមានសេដ្ឋកិច្ចគេដើរនៅធម្មតាភ្ញៀវទេសចរគេពេញប្រទេសវៀតណាមភ្ញៀវកានទៀតហើយហេតុអីបានអកុសលតែខ្មែរបើសិនថាយើងមានចំនួនព្រំដែនហេតុអីបានសេដ្ឋកិច្ចវៀតណាមដើរភ្ញៀវទេសចរកាន់តែច្រើនថៃភ្ញៀវទេសចរគេរក្សាថេរសេដ្ឋកិច្ចគេនាំទៅទីផ្សារពិភពលោកនៅតែធម្មតាអត់តែមកខ្មែរតែនៅតែមានចឹងអាកាត់តាពាក់កដាលទេមិនកាត់ទាំងអស់ទេពួកយើងបិទព្រំដែនគោកមែនតែព្រំដែនទឹកព្រំដែនអាកាសនឹងនាំចូលតាមប្រទេសឡាវអីចូលតាមស្ទឹងត្រែងអីហ្នឹងផលិតផលថៃហ្នឹងវិលដូចលាមកចូលឈ្នៀងដដែលចូលស្រុកខ្មែរហ្នឹងអាហ្នឹងវាបើយើងថានេះយើងឈ្នះស្អីគេអាហ្នឹងយើងឈ្នះផ្នែកជាតិនិយមខ្មែរយើងចាប់ផ្ដើមស្រឡាញ់ជាតិខ្លាំងអត់ទេពេលដែលឆ្លោះគ្នាជាមួយថៃបង្ហាញឲ្យខ្មែរបែកបាក់កាន់តែខ្លាំងលើសដើម100ដងទៀតយើងជាតិនិយមតែក្នុងករណីដែលគ្រប់គ្រងរដ្ឋាភិបាលកម្ពុជាទៅតាមខ្យល់នៃរដ្ឋាភិបាលកម្ពុជាឲ្យធ្វើទេសូម្បីតែយើងធ្វើបាតកម្មដើម្បីទាមទារឲ្យថៃឈ្លានពាននឹងដកទ័ពដកអីចេញហើយរហូតទៅប្តឹងនៅតុលាការព្រហ្មទណ្ឌអន្តរជាតិនិងយុទ្ធធម៌អន្តរជាតិក៏អត់មានស្រោះគ្នាដែរព្រោះអីខាងអ្នកគ្រប់គ្រងរដ្ឋាភិបាលកម្ពុជានឹងមិនចូលរួមបាតកម្មបែបនេះទេហើយនឹងទាញមិនឲ្យប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិទៀតផងកន្លែងណាហ្នឹងស្មារតីស្នេហាជាតិយើងបែកបាក់គ្នាពេញទំហឹងនេះយើងដឹងដែរតាអ្នកណាក៏ដឹងដែរអត់មានត្រូវគ្នាទេរាល់ថ្ងៃជេរគ្នារាល់ថ្ងៃជេរបតិចគ្នាររឿងគ្នាគ្រប់បែបយ៉ាងលៀបពណ៌គ្នាងើបមួយវាយមួយអីនៅដដែលតាហ្នឹងតើយើងឈ្នះគេកន្លែងណាឬមួយការបរទេសតើយើងឈ្នះបរទេសកន្លែងណាសមរភូមិកិច្ចការបរទេសនឹងយើងឈ្នះអន្តរជាតិកន្លែងណាតើមានប្រទេសណាមួយនៅលើពិភពលោកដែលប្រាប់មកមើលថាថ្កោលទោសថៃថ្ងៃមុនគេយកស្អីគេសភានិយាយភាសាបារាំងយកមកថានេះហើយគឺជាជោគជ័យរបស់កម្ពុជាល្អហើយដែលសភាភាសាបារាំងត្រូវលោកអ៊ូចបរិទ្ធស្នើឲ្យជួយអនុម័តសេចក្តីសម្រេចមួយដើម្បីស្នើឲ្យប្រទេសថៃដកទ័ពចេញពីតំបន់ដែលត្រួតត្រាលើដែនអធិបតេយ្យកម្ពុជាលើដីខ្មែរតែស្ថាប័ននេះវាអត់មានឥទ្ធិពលទេព្រោះវាមិនមែនជារដ្ឋាភិបាលយើងត្រូវការអន្តរជាតិឲ្យរដ្ឋាភិបាលស្របច្បាប់មិនមែនស្ថាប័ននយោបាយដូចជាសភានិយាយភាសាបារាំងនៅអាហ្វ្រិកខាងត្បូងអាហ្វ្រិកខាងជើងហ្នឹងទេល្អហើយដែលបានជាសម្លេងប៉ុន្តែមិនមែនជាសម្លេងអន្តរជាតិទេហើយសម្លេងអង្គការនេះអត់មានឥទ្ធិពលអីទៅដាក់សម្ពាធដាក់អីទេគ្រាន់តែនិយាយទៅគ្រាន់តែជាស្ថាប័ននយោបាយមួយថ្លែងសារថាថយទៅវិញទៅអីអញ្ចឹងបានប្រយោជន៍ស្អីឲ្យគេថយទៅវិញហ្នឹងតើយើងអត់ទៅមើលអាប័ណ្ណឈប់បាញ់ដែលកម្ពុជាសញ្ញេខ្លួនឯងនេះកម្ពុជាខ្លួនឯងនេះដែលស្នើឲ្យសភានិយាយភាសាបារាំងហ្នឹងជួយចេញសេចក្តីសម្រេចដើម្បីអំពាវនាវឲ្យថៃដកទ័ពចេញពីតំបន់ដែលត្រួតត្រាលើដែនអធិបតេយ្យរបស់កម្ពុជានេះគឺគ្រាន់តែជាសារអំពាវនាវតែកម្ពុជាខ្លួនឯងដែលស្នើឲ្យសភានិយាយភាសាបារាំងហ្នឹងស្នើឲ្យថៃដកទ័ពហ្នឹងកម្ពុជាខ្លួនឯងនេះមានដែលស្នើឲ្យថៃដកទ័ពពីអង្កលព្រោះយើងសញ្ញេថាថៃនៅកន្លែងណានៅកន្លែងហ្នឹងបាត់ឈប់បាញ់លើកទី2ថ្ងៃ27ខែធ្នូឆ្នាំ2025លោកទាសីហានិយាយថាយើងអនុញ្ញាតឲ្យអ្នកណានៅណានៅហ្នឹងវាអាភ័ព្វដោយសារតែខ្មែរអត់បានវាយដីថៃចូលបានតែ1មីលីម៉ែត្រថៃវាយចូលដីខ្មែរទាំងអស់នៅពេលដែលខ្មែរចុះហត្ថលេខាព្រមព្រៀងឲ្យអ្នកណានៅហ្នឹងគឺយើងព្រមព្រៀងខាត់យើងទាំងស្រុងហ្មងអត់មានចំណេញអីបន្តិចទេខ្មែរយើងចំណេញតែមួយគត់គឺបានប្រជាពលរដ្ឋជនភៀសសិកកុំវេទនាពេកអាចវិលទៅលំនៅឋានបានតែហ៊ានឈប់ស្លាប់តទៅទៀតជនស៊ីវិលឈប់ស្លាប់ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធកម្ពុជាយើងពិបាកទប់ទៀតដោយសារតែវាមានបទឈប់បាញ់នេះយើងមានអាហ្នឹងជាការពិតគឺត្រូវទទួលស្គាល់ថាបានសុកអាហ្នឹងមួយដែរក៏ប៉ុន្តែបើយើងនិយាយអំពីដីគឺដាក់ថៃគ្រប់គ្រងទាំងអស់ហើយយើងជាអ្នកព្រមឲ្យគេគ្រប់គ្រងតា
nơi trong bắt chụp bánh ọt miên ban thì dây tha thấy trừ đọ thoi từ vinh từ chùm nách đào đài ọt toàn miên chụp bánh kia tăngពីថ្ងៃទី28មុនថ្ងៃ28ខែឧសភាឆ្នាំ2025ដែលបាញ់ស្លាប់លោកស៊ុនរ៉ោននៅឯតំបន់មុំ3អត់មានបាននិយាយប្រាប់នៅក្នុងអាបត់ឈប់បាញ់ហ្នឹងថាថៃខ្ញុំសញ្ញេឲ្យណែឯងនៅណានៅហ្នឹងមែនណាក៏ប៉ុន្តែនៅពេលដែលចប់ស្ងប់ហើយណែឯងត្រូវថយទៅវិញឲ្យផុតដល់ចំណុចដើមអត់មាននិយាយទេទៅសួរលោកទាសីហាខ្លួនឯងទៅអត់មានចងលក្ខខណ្ឌថៃអីតាបន្តិចគឺយើងព្រមឲ្យគេនៅណានៅហ្នឹងហើយឥឡូវមកឲ្យសភានិយាយភាសាបារាំងដែលមានប្រមាណប្រទេសនៅលើពិភពលោកហ្នឹងដែលជាអង្គការនយោបាយមួយទៅឲ្យថៃដកទៅឲ្យថៃអាមិនបើខ្លួនឯងសញ្ញេប្រាប់ឲ្យគេនៅណានៅហ្នឹងហើយទៅឲ្យគេដកតបទៅមិនទៅដកពីកន្លែងណាយ៉ាងច្រើនដកអាបលាលួដឲ្យគេរាយថែមហ្នឹងតិចតួចហ្នឹងដកទៅនៅអា73កន្លែងដដែលហ្នឹងវាអត់មែនទៅដកទៅដល់ចំណុចដើមដែលអត់ទាន់បាញ់គ្នាពីរលើកហ្នឹងកើតទេព្រោះអីយើងមានបត់ឈប់បាញ់ដែលយើងព្រមព្រៀងឲ្យគេនៅណានៅហ្នឹងបត់ឈប់បាញ់នេះគឺជាប្លង់រឹងមួយដែលថៃកំពុងប្រើដើម្បីការពារចំហគេថាណែឯងឲ្យខ្ញុំនៅណានៅហ្នឹងហើយហ្នឹងមានបត់ឈប់បាញ់ហើយឥឡូវមិនទៀតខ្ញុំមានទៅមរុលអីថែមទៀតតែថៃខូចអាបត់ឈប់បាញ់មាននៅណានៅហ្នឹងនៅប៉ុណ្ណឹងហើយមរុលថែមរហូតចាំបើខ្ញុំនិយាយថាថៃនេះខូចក៏តែឆ្លាតនៅពេលដែលគាត់រុលមកដល់ដុល្លារលួសច្រើនកន្លែងហ្នឹងណានៅពេលដែលយើងចរចាទៅអូអត់ត្រូវគ្នាចាំមើលអាបឹងតគួនឬក៏អូស្មាច់ឬក៏តំបន់ផ្សេងទៀតដែលគេយកដុល្លារលួសដាក់មកលើសហ្នឹងណាចាំមើលថៃនឹងរើដុល្លារលួសហ្នឹងបាន10ម៉ែត្រឧទាហរណ៍យើងនឹងទូងស្គរអូបានហើយថៃថយឲ្យថាថយហើយតាមពិតថៃមានថយឯណាគឺថយតែអាកន្លែងរំលោភបំពានថែមក្រោយបាត់ឈប់បាញ់ហ្នឹងអាការបាត់ឈប់បាញ់នៅទាំងអស់តែដល់ស្ដាប់ទៅសំបីតែអាក្រោយបាត់ឈប់បាញ់ហ្នឹងវាថៃគេរំកិលបាន100ម៉ែត្រមកទៀតដល់ហើយគេដក30ម៉ែត្រទៅវិញយើងថាបាន30ម៉ែត្រហើយសំបីតាបាយក្រោយបាត់ឈប់បាញ់ហ្នឹងក៏គេរំកិលមក100ម៉ែត្រគេដកបានតែ30នៅសល់ចពាក់យើង70ទៀតអាហ្នឹងខាតអា70ចុះអាតំបន់73កន្លែងទៀតដែលគេយកយូរហើយហ្នឹងគឺនៅនឹងទាំងអស់ដល់យើងស្ដាប់មកជួនកាលប្រជាពលរដ្ឋដែលសាមញ្ញបានហើយចរចាត្រូវហើយចាញ់បោកអ្នកនយោបាយទាំងអស់នេះគឺជាល្បិចរបស់ថៃដែលកំពុងធ្វើសប្ងៃលបងសង់ចុះសង់ឡើងសង់ចុះសង់ឡើងដាក់ទូកុងតឺន័រគឺបានន័យថាដាក់លើសពីអ្វីដែលចរចាគ្នាហ្នឹងចូលមកក្នុងដីខ្មែរមកកណោឧទាហរណ៍ថាចំណុចចរចាគ្នានៅចំណុចកន្លែងគោលដៅ0ម៉ែត្រអាហ្នឹង0ម៉ែត្រហ្នឹងគឺថៃចូលដីខ្មែរប្រមាណប៉ុន្តែយើងកំណត់ចំណុច0ចុះថៃយកកុងតឺន័រមកដាក់ពីមុខហ្នឹងថាលើស30ម៉ែត្រហួសពីអាព្រំដែនព្រមព្រៀងគ្នានៅក្នុងបាត់ជប់បាញ់នៅណាហ្នឹងដល់ពេលយើងឆ្លោះគ្នាចុះឡើងតវ៉ាទៅថៃគេរើកុងតឺន័រ5-10ម៉ែត្រថយវិញយើងថាអូបានណាចំណេញហើយថៃថយកុងតឺន័រស្អីបើអាកុងតឺន័រហ្នឹងតាមពិតត្រូវនៅចំណុច0ហ្នឹងណាបើគេដាក់30ម៉ែត្រមកមុខដល់ពេលគេថយ5-10ម៉ែត្រយើងថាគេថយតាមពិតនៅសល់5-10ទៀតអត់ទាន់ដល់អាចំណុចដែលចំណុច0ហើយបើដល់ចំណុចហ្នឹងហើយត្រូវឲ្យអាដីខ្មែរមកវិញទាំងអស់ទៀតបានត្រូវបានរបស់ខ្មែរតែដល់ពេលអញ្ចឹងអ្នកនយោបាយចាំមើលគេចំណេញនយោបាយអញ្ចឹងឲ្យតែថយ10ដុល្លារលួសយើងឈ្នះថយ10ដុល្លារលួសយើងឈ្នះហើយអញ្ចឹងហើយបានជាយើងចេះតែឆ្ងល់ថាហេតុអីបានដល់ម៉ោងហ្នឹងរដ្ឋាភិបាលអត់ព្រមនិយាយសោះថាដីខ្មែរបាត់ទៅថៃប្រមាណដុំទំហំប្រមាណនិយាមការអីវាយគ្នាពីរលើកហ្នឹងបាត់ប្រមាណក្រោយមកថៃឆ្លៀនពៀនថែមយកប្រមាណទៀតរំកិលលើសកន្លែងណាចូលដល់ដីកន្លែងណាមានទាហានថៃនៅនឹងកន្លែងណាកងពលប្រមាណអីប្រមាណឧទាហរណ៍អត់ទុកឲ្យឆ្ងល់ដើម្បីបង្កើតឲ្យប្រជាពលរដ្ឋកញ្ញាញ់ខួរមិនដឹងដីណាបានដីណានៅដីណាបាត់ដីណាអីដល់ពេលអញ្ចឹងអ្នកនយោបាយឲ្យតែចំណេញបន្តិចថាបានវិញខ្លះអីអញ្ចឹងទៅដើម្បីស្អំចិត្តប្រជាពលរដ្ឋនេះប្រទេសដែលគ្មានតម្លាភាពគឺប្រជាពលរដ្ឋនឹងកញ្ញាញ់ខួរឲ្យអ្នកណានិយាយអីក៏បានដែរអ្នកណានិយាយអីគេញុះញង់គេលៀបពណ៌នៅកាន់ជើងថៃររឿងរដ្ឋាភិបាលខ្មែរចេះតែពាក្យហ្នឹងឯងអូទៀមក្បត់ជាតិចោលសៀមកាន់ជើងថៃទៅគ្រប់រឿងតែប៉ុណ្្នឹងឯងអាការពិតគឺមិនទទួលយកមកអានេះហើយគឺជាវិបត្តិធំណាស់សម្រាប់ប្រជាជាតិយើងហើយឥឡូវដូចខ្ញុំនិយាយចឹងរឿងថៃគឺគេនៅតែគិតថាគេមានប្លង់រឹងហើយ
អញ្ចឹងគេអត់ចរចាព្រំដែនគោកហ្នឹងគឺគេបិទហ្នឹងគឺកម្ពុជាស្រែកដាច់ខ្យល់ងាប់ហ្នឹងនេះស្រែកថាអាចរចាផ្លូវគោកផ្លូវទឹកអត់ដូចគ្នាទេហើយអត់ដូចគ្នាមិនខ្ញុំនិយាយថាគោលការណ៍ចរចាគឺបានន័យថាតែយើងចរចាធ្វើពីគេហើយតែយើងថាចិននិងតៃវ៉ាន់ជាយន្តការតែមួយគឺជាប្រទេសចិនតៃវ៉ាន់ហ្នឹងគឺជាចិនរបស់ចិននឹងឯងយើងគ្រប់គ្រងអញ្ចឹងតែយើងដូរមកបានន័យថាយើងប្រទេសនឹងប្រទេសអាចឆ្លោះគ្នានឹងគោលនយោបាយតែយើងងាកទេដូចគ្នាជាមួយថៃតែយើងចរចាទ្វេភាគីព្រំដែនគោកទ្វេភាគីព្រំដែនទឹកក៏ទ្វេភាគីដល់តែព្រំដែនទឹកយើងចរចាឲ្យថៃទៅអាញាកណ្ដាលថៃយកលេសបាត់ថាខ្មែរឈប់ចរចាទ្វេភាគីបាត់ពងរហោលេសនឹងផងចូលសងថៃដល់អញ្ចឹងទៅយើងចាប់បាត់ហើយឥឡូវនេះយើងជាប់ងង់ហើយបងប្អូនជាប់ងង់ហ្មងគឺបើលេងខ្លាខំគោគឺដល់ដំណាក់កាលគឺតល់ច្រកបាត់ហើយដល់ខ្លាស៊ីគោហើយតែយើងត្រូវធ្វើអីទៀតបងប្អូនយើងអត់អាចមកចេញសេចក្តីប្រកាសទាត់ចោលអីទៀតទេព្រោះយើងចេញ800ដងជាងហើយកំណត់ទូតហ្នឹងក៏យើងចេញ9-10ដងអីដែរសំខាន់បំផុតគឺបើថៃប្រាប់ថាឈប់ចរចាទ្វេភាគីទៅហើយឈប់ក៏ឈប់ទៅឈឺក្បាលអីជាមួយថៃរឿងចរចាទ្វេភាគីព្រោះយើងមិនមែនតល់ច្រកអន្ត្រឹមអស់ចរចាទ្វេភាគីទេហើយខ្ញុំមែនតើខ្ញុំបើឈប់ចរចាទ្វេភាគីជាមួយថៃព្រោះថៃនេះថោកណាស់ថោកទៀតនៅក្នុងការចរចាហ្នឹងគឺគាត់ប្រឡំគាត់កិច្ចវេះរហូតដែរនិយាយឲ្យត្រង់តែយើងទៅថោកជាមួយថៃដោយសារអីគឺដោយសារយើងទៅអោបជើងថៃឲ្យថៃបោកយើងប្រឡប់យើងគ្រប់ពេលហើយយើងទៅអង្វរគេគ្រប់ពេលនៅពេលដែលយើងមានដងដាវដែលជាតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នេះដែលយើងអត់ដាក់ប្តឹងតុលាការព្រហ្មទណ្ឌអន្តរជាតិក៏យើងអត់ដាក់ប្តឹងតែដល់អាយន្តការផ្សះផ្សាដោយអាជ្ញាកណ្ដាលរឿងព្រំដែនសមុទ្រអត់ទាន់មានរឿងអីសោះយើងទៅដាក់ប្តឹងគេដីគេយក73កន្លែងអត់ប្តឹងទៅប្តឹងដីសមុទ្រដែលត្រូវគ្នា25ឆ្នាំអត់ទាន់មានបញ្ហាអីសោះគ្រាន់តែគេថាលុប MOU យើងទៅចូលផ្កាននងទុំផ្កាននងគេអញ្ចឹងហើយបានជាខ្ញុំវាថាកញ្ញាញ់ខួឆ្ងល់អូឆ្ងល់វាអស់ត្រឹមថាខ្ញុំមិនមែនជាបញ្ញវន្តអ្នកចេះដឹងស្អីទេតែគ្រាន់តែឆ្ងល់ថាចុះហេតុអីបានជារឿងសាមញ្ញរឿង logic រឿងអញ្ចឹងសោះក៏យើងធ្វើឲ្យលំបាកមកម្លេះបើថៃគេបិទផ្លូវអស់ហើយយើងទៅអង្វរអោបជើងទៅអីទៀតយើងមិនប្តឹងគេទៅចុះបើគ្នាឯងខ្មែរគ្នាឯងហ្នឹងក៏ចាប់គេដាក់គុកប្តឹងអីក៏លឿនមកម្លេះមិនចាំបាច់សួរណាមិនបាច់ជូនដំណឹងណាអីទាំងអស់អានេះហើយដែលខ្ញុំនិយាយថាយើងវាពិបាកណាស់បងប្អូនតែយ៉ាងណាស្ដាប់គេសិនទៅព្រោះឆាប់ចប់